Lương căn tay của cục hai bé nít khả năng lục ở sọc so phnom bánh lược lại cho bạc tha lục mình ban bọc lôi rộp mơn đô lá bị đà đánh riêng sấy đô là bấy cứ nè niên mi sọc sao phi nô lại nè haiរឿងហ្នឹងមិនមែនប្តីកូនភៀមិនដឹងទេដឹងប៉ុន្តែធ្វើជាលេសតម្លាក់កំហុសលើកូនភៀទៅចោទតម្លាក់ថាលោកឲ្យទទួលលុយពីគាត់ទៅវិញ ប៉ុន្មានថ្ងៃមកនេះរឿងរ៉ាវដកតៅកគុកដែលល្បីថាអ្នកនាងមានសុខសោភាបានចាញ់បោកមេណូគុំលោកអ៊ុលសក់សភ្នំត្បៃបណ្ដាតឲ្យអស់ប្រាក់ជា$23,000និងរកកំរកក្នុងគ្រួសាររហូតអ្នកនាងមានសុខសោភាសុំប្តីលេងលះទៀតផងក្រោមហេតុផលរស់នៅមិនចុះសម្រងមិនអាចដើរផ្លូវជាមួយគ្នាបានហើយក៏ល្បីថាលោកអ៊ុតតារាស្វាមីអ្នកនាងមានសុខសោភាបានដាក់ពាក្យបន្តលោកអ៊ុលសក់សរឿងពងវោកឆោបោកលុយប្រពន្ធលោកអស់រាប់សិបម៉ឺនដុល្លារ ហើយម្សិលមិញនេះអ្នកនាងមានសុខសោភាក៏បានឡាយសុំចិត្តប្តីថាកុំបន្តលោកឪអីព្រមទាំងរៀបរាប់ហោហែតាក់ទងនឹងរឿងលុយកាក់នោះគឺជាការរកស៊ីរបស់នាងដោយសម្ងាត់ជាមួយលោកឪមិនមែនជាការចាញ់បោកនោះឡើយពេលនេះរ៉េបតែខ្តៅកគុកដោយទឹកពុះ100អង្សាក្រោយលោកឪបានលើកឡើងច្បាស់ពីការរកស៊ីនោះហើយក៏បញ្ជាក់ថាប្តីរបស់អ្នកនាងមានសុខសោភាក៏បានដឹងរឿងនេះដែររឿងនេះគឺជារឿងពិតប្រាកដដែលគាត់និយាយនឹងគាត់ត្រូវសិលមន្តអាគមរបស់គេអញ្ចឹងទៅណាកូន ហើយការដែលធ្វើឲ្យត្រូវអាសិលមន្តអាគមគេហ្នឹងដោយសារអីដោយសារតែមានអ្នកជនទី3ណាមួយនោះទៅពឹងពាក់គ្រូនឹងថាឲ្យធ្វើស្នេហ៍ធ្វើអាគមលំអបអីចឹងទៅដល់អាអ្នកធ្វើនោះវាមានយល់ពីរបៀបធ្វើណាគេថាសូត្រចោះសូត្រឡើងវាទៅជាព្រាយវាទៅជាមានអរិញមកជុលមានអីនៅក្នុងខ្លួនធ្វើឲ្យគាត់ហត់ញ័រ stress ត្រូវយំត្រូវចង់សម្លាប់ខ្លួនក៏ចង់សម្លាប់ខ្លួនចឹងទៅ ហើយដល់គាត់ពិបាកពេកហ្នឹងបានគាត់តែមកសួរលោកឪហ្នឹងថាអាការៈហ្នឹងវាប្លែកហើយលោកឪក៏មើលជើងលេខមើលអីទៅក៏ឃើញថាអូកូនឯងមិនមែនជំងឺរោគទេវាជាជំងឺសិលអាគមអាត់កំបាំងរបស់គេចាំមកជួបលោកឪមកលោកឪស្រោចទឹកឲ្យថ្នាំឲ្យផឹកទៅវាធ្លាក់ហើយបើមានមជុលវាធ្លាក់មជុលមានឡាមវាធ្លាក់ឡាមហើយគាត់ក៏មកព្យាបាលចឹងទៅហើយលោកឪក៏បានណែនាំថាឲ្យគាត់នឹងនាំគ្នាធ្វើអំពើល្អទៅ ប្រកាន់សច្ចធម៌ប្រកាន់គុណធម៌កុំនិយាយភូតកុហកប្រកាន់ភាពស្មោះត្រង់នឹងឲ្យជាប់ក្នុងខ្លួនទើបអាសភាវៈអស់នោះវាមិនអាចចូលមកចោះយើងបានហើយបើមានពេលទំនេរអាសាចូលស្ដាប់ធម៌លោកឪកន្លែងណាដែលវាមិនយល់ទេសួរមកហើយកន្លែងណាដែលល្អយើងយកទុកទៅលោកឪប្រាប់តែចឹងគ្រប់តកូនតែប៉ុណ្ណឹងសាធុកូនចូលចម្រើនហ្នឹងហើយល្អហើយដែលបានសួរនាំរកការពិតនេះ តាមពិតនៅរឿងកន្លងមកពាក់ព័ន្ធនឹងអារឿងលុយ$20,000ជាងហ្នឹងដំបូងឮថាកូនភៀហ្នឹងសារព័ត៌មានចោះថាលោកឪយកលុយពីកូនភៀ$30 លានដល់ស្ងាត់ពី$30 លាន$30,000ឥឡូវស្ងាត់អា$30,000នេះវាចូល$23,000ម្ដងរឿងទាំងអស់នេះលោកឪចង់ចែករំលែកឲ្យកូនទាំងអស់គ្នាបានយល់ប៉ុន្តែនេះវាជារឿងអាត់កំបាំងមួយរវាងកូនស្រីភៀដែលគាត់តាមពិតលុយទាំងអស់ហ្នឹង គឺជាលុយដែលគាត់រកស៊ីនៅក្នុងរបរមួយលោកឪបហាបចោះគឺអារបស់គូសរលប់គាត់មិនហ៊ានចេញមុខទេដោយសារគាត់ជាតារាល្បីគាត់មិនឲ្យណាដឹងថាគាត់នឹងទៅរកស៊ីអារបស់គូសកោះរលប់នោះទេហើយអញ្ចឹងក៏មកពឹងពាក់លោកឪនេះដើម្បីឲ្យទៅធ្វើការរឿងហ្នឹងតែលោកឪទៅធ្វើការទៅរបស់នោះវាមានពិតហើយពេលដែលទូទាត់ថវិកាទូទាត់បច្ច័យឲ្យវាបន្លំយើងឲ្យអារបស់ខ្លាំងខ្លាយមកណាហើយរឿងហ្នឹងមិនមែន ប្តីកូនភៀមិនដឹងទេដឹងប៉ុន្តែធ្វើជាលេសតម្លាក់កំហុសលើកូនភៀទៅចោទតម្លាក់ថាលោកឪទទួលលុយពីគាត់ទៅវិញណាព្រោះកូនភៀថាគុំបាច់ប្រាប់ណាឲ្យដឹងអីលោកឪកុំឲ្យគេដឹងថាកូនរស់ស៊ីអីកោះរលប់អីនោះអញ្ចឹងឲ្យគាត់មកពឹងលោកឪហ្នឹងរឿងវាអញ្ចឹងទេមិនមែនលោកឪណាទៅយកលុយពីកូនស្រីឡើងរាប់ម៉ឺននោះតែរឿងលុយថ្លៃទិញដីទិញអីវាមិនអស់ប្រហែលទេអាថ្លៃទិញដីទិញអីហ្នឹងនោះ ហើយដីទិញក៏ដាក់ឈ្មោះគាត់ទៅទៀតមានតែឈ្មោះអីលោកឪហើយរឿងទាំងអស់នោះប្តីគាត់ក៏ដឹងដែរប្តីគាត់ទេដែលអ្នកតម្លាក់កំហុសលើកូនស្រីភៀចោតនិយាយពីកូនស្រីភៀអាក្រក់កន្លងមកនិយាយប្រាប់លោកឪថាតែកូនស្រីភៀនឹងផាត់ក្បត់ទៅដេកជាមួយអុកញ៉ានេះទៅដេកជាមួយកូនអ្នកធំនោះលោកឪមានតែណែនាំទៅទៀតថាកូនឯងកុំនិយាយរឿងក្នុងគ្រួសារឲ្យគេស្ដាប់នេះរឿងកូនឯងនិយាយប្រាប់លោកឪចុះបើប្រាប់អ្នកដតីគេសើចចំអកគិតមិនណារឿងដែលអត់ពិតផងកូនឯងចេះតែប្រឌិតក្រោយមកលោកឪទេសួរកូនភៀទេកូនភៀគាត់ហួសចិត្តថាមិនបានប្តីគាត់និយាយចឹងព្រោះលោកឪព្យាយាមណាស់ថាកូនណាមិនត្រូវចង់បានលុយណាដែលហួសប្រមាណរហូតដល់ថ្នាក់បូជាបកាយឬទៅធ្វើរឿងអីផ្លេសផ្លាស់ទេណា
មានតែណែនាំពួកគាត់ទៀតហើយចំនួននៅក្នុងក្រុមគ្រួសារគាត់តែពីរនាក់មកចោលលោកឪដែលជាអ្នកទេសនាថាមកពីលោកឪបន្តិចលើកដាក់ប្រពន្ធគាត់ទៅអ្នកនេះតិចលើកដាក់ទៅអ្នកនោះអស់ពីអ្នកនោះលើកដាក់មកឲ្យលោកឪលោកឪទៅធ្វើមិនឥឡូវហ្នឹងលោកឪទៅហាមខន់ណាមកឲ្យស្រាប់ធម៌មិនលោកឪអត់យល់ទេនេះរឿងវាអញ្ចឹងណាកូនមករយៈកាលកន្លងមកណាកូនលោកឪមិនដែលទទួលលុយបច្ច័យគិប្រគេនណាទាំងអស់បើលោកឪចេះទទួលលុយបច្ច័យមិនខ្វះទេកូនប៉ុន្តែលោកឪអត់ទទួលលោកឪមិនដែលទៅហាមាត់បិណ្ឌបាតកូនណាកូនណីអត់សោះមានតែកូននឹងគាត់មានសទ្ធាអ្នកខ្លះទិញនេះទិញនោះមកលោកឪមិនទទួលទៅទៀតអុយមកជាមកចោលលោកឪថាលោកឪបោកប្រាស់លុយកាក់គេលោកឪប្រកាសឲ្យថាមើលកូនណាខ្លះដែលថាលោកឪបោកលុយនឹងបោកអស់ប្រមាណជួយចេញមុខបន្តិចមកមានផោះតាំងមានអីអត់យកមកកុំឲ្យពួកកូនដែលគេឆាតគេអីមកថាឲ្យលោកឪថាលោកឪជាអ្នកបោកអីចេះចោះរហូតអ្នកខ្លះឌីលោកឪសិតតែអាកាចាស់អីលោកឪមិនតែកម្មចិត្តទេតែលោកឪអាណិតអាសូរក្មេងៗអស់នោះដែលគាត់ផ្អើលតាមគ្នានោះណាឥឡូវសង្គមយើងឥឡូវមិនបាច់ស្អីវាស់ស្ទង់តែប៉ុណ្្នឹងដឹងបាត់ហើយកូនមើលតើវាស់ស្ទង់ជំរឿចិត្តរបស់មនុស្សតែប៉ុណ្្នឹងដឹងថាមនុស្សបរិសុទ្ធនៅសល់ប្រមាណភាគរយអាក្រក់ប្រមាណដឹងបាត់ទៅហើយណាឲ្យយល់ហ្នឹង